គាត់មកកោសការកពើយើងតាមទឹកក្រៅពុះហើយតាមមកទៀតយើងក្រោយពីលើវាចឹងទៅយើងប្រើកំបិតដើម្បីកោសការលើនឹងចាញ់យកស្បែកទៀតទេហើយកពើពេលដែលយើងមើលធម្មតាគឺវាខ្មៅតែនៅពេលដែលយើងកោសការលើនឹងចេញទៅយើងថាឡើងកោសគូហ្មង ហើយបន្ទាប់មកទៀតយើងដាំទឹកយើងស្រូបវាចោលមកទឹកស្អាតក្នុងនោះគឺយើងស្ងោរវាដើម្បីធ្វើទឹកប្រហុកញ៉ាំបន្ទាប់ពីយើងស្រូបវាចោលមកទឹកហើយដាក់ទឹកថ្មីដាក់ពុកទៅលើខ្ទឹមសម្ទេសខាងស្ករប៊ីចេងមកបន្តិចទៅយើងស្ងោរវាឆ្អិនទៅជាមួយទឹកប្រហុកចំណែកនេះគឺយើងក្រឡុកគ្រឿងដើម្បីបន្លាស់ទឹករបស់យើងមកយកដាក់អាំងគ្រឿងក្រឡុកនេះគឺម្ទេសធម្មតាមានទឹកស្ករហើយម្ទេសផ្អើលយើងក្រឡុកវាចូលមកហើយក្រឡុកវាច្រើនទៅតាមទឹករបស់យើងធំដែរតោះមកយើងចាប់ដើមផ្សំគ្រឿងពីទឹកខែមានគ្រឿងសាតេហ្នឹងគឺពូចុងខ្លាដាក់ចូលមកកញ្ចប់បន្ទាប់មកគាត់ដាក់ស្ករសចូលនៅក្នុងហ្នឹងពី3ស្លាបព្រាប៊ីចេង2ស្លាបព្រាហើយមានកាច់ប្រេងខ្យងមានអំបិលគ្រឿងផ្សំទាំងអស់នោះគឺយើងអាចលេខទៅតាមរសជាតិដែលយើងចង់បានតែយើងមិនអាចចេញប្រៃពេកយើងជួយជាមួយប្រហែលទៀតហើយម្សៅរ៉ូទីនេះយើងដាក់វាច្រើនតិចទៅហើយអូយបាល់វាហើយពូចុងខ្លាក៏ដាក់ប្រេងឆាចូលនៅក្នុងហ្នឹងបន្តិចដើម្បីពេលដែលយើងនេះធ្វើទៅជាលូតលូម និយាយថាគ្រឿងក្រើដែលយើងដាក់ប្រឡាក់កពើហ្នឹងចេះក្លិនមកឡើងឈ្ងុយហ្មង ដាក់អូសដល់ថែមទៀតប្រកាសអូសនឹងតតឡើងដាប់ភ្លើងឆេះហើយបានយើងចាក់ឈូសចូលបាទចេះអង្គើធំតែមិនទេបាទចេះបានតែយើងមិនអាចប្រើឈើស្ងួតយកទៅដាក់អាំង